ប្រជាកសិករយើងភាគច្រើនចូលចិត្តដាំបន្លែជាលក្ខណៈគ្រួសារក្រៅពីដំណាំស្រូវហើយវាคล้ายទៅជាដំណាំប្រជាប្រិយមួយដែលគេតែងតែដាំវានៅតាមសួនបន្លែក្បែរផ្ទះឬចំការធំៗប៉ុន្តែការដាំដុះគ្រាន់តែជាលក្ខណៈគ្រួសារនិងមានការលក់ដូរទ្រង់ទ្រាយតូចៗដែលយកមកបោះនៅតាមទីផ្សារគ្រួសារមួយចំនួនក៏ធ្វើជាចំការដែរប៉ុន្តែពុំសូវបានទិន្នផលខ្ពស់ព្រោះនៅមានចំណុចខ្វះខាតមួយចំនួនដូចជាបច្ចេកទេសដាំដុះនិងប្រព័ន្ធស្រោចស្រពហើយជាពិសេសទៀតពួកគាត់ច្រើនធ្វើតាមយថាផលធម្មជាតិឬទម្លាប់ចាស់របស់គាត់ហេតុនេះហើយនាយកដ្ឋានផ្សព្វផ្សាយកសិកម្មបានលើកយកបច្ចេកទេសដាំខ្ទឹមស្លឹកមកណែនាំដូចតទៅដំណាំខ្ទឹមស្លឹកជាដំណាំមួយដែលមានរសជាតិនិងក្លិនប្រហើរខុសពីដំណាំផ្សេងៗទៀតដោយសារគុណសម្បត្តិដ៏ល្អរបស់វាមនុស្សយើងចូលចិត្តពិសាវាណាស់ដំណាំនេះគេធ្វើការដាំដុះនិងរីកសាយភាយក្នុងបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅតាមដងទន្លេមេគង្គនិងបឹងបួមួយចំនួនទៀតការភ្ជួររាស់គួរភ្ជួរឬកាប់ដីក្នុងសំណើម 60% ព្រោះថាបើយើងភ្ជួរឬកាប់ដីសើមពេកធ្វើឲ្យខូចនៅទម្រង់ដីប៉ុន្តែបើសើមនៅក្នុងដីតិចពេកដីស្ងួតខ្លាំងនាំឲ្យពិបាកភ្ជួររាស់នៅរដូវប្រាំងក្រោយពីភ្ជួររាស់គួរហាលដីពី7ទៅ10ថ្ងៃចំណែកឯនៅរដូវវស្សាក្រោយពីភ្ជួររាស់ហើយគួរហាលដីពី10ទៅ30ថ្ងៃគួរភ្ជួរឬកាប់ដីឲ្យបានជម្រៅពី15ទៅ30សង់ទីម៉ែត្រការរៀបចំថ្នាលនិងរងក្នុងការធ្វើរងគេនិយមធ្វើទទឹងពី70ទៅ100សង់ទីម៉ែត្របណ្ដោយ10ម៉ែត្រដើម្បីងាយស្រួលគណនាផលិតផលបរិមាណថ្នាំពុលដែលត្រូវប្រើប្រាស់និងបរិមាណជីប៉ុន្តែវាក៏អាចប្រែប្រួលទៅតាមស្ថានភាពដីដែរកម្ពស់រដូវវស្សាពី20ទៅ25សង់ទីម៉ែត្រចំពោះរដូវប្រាំងវិញពី10ទៅ15សង់ទីម៉ែត្រចន្លោះរង25ទៅ30សង់ទីម៉ែត្រក្រោយស្ទូងហើយគេត្រូវស្រោចស្រពទឹកបន្ថែមខ្លះទៀតដើម្បីខ្ទឹមស្លឹកងាយស្រួលចាក់ឫសការជ្រុំជ្រោយដីនិងការកម្ចាត់ស្មៅចង្រៃក្រោយពីដាំបាន7ទៅ10ថ្ងៃត្រូវការជ្រុំជ្រោយដីនិងការកម្ចាត់ស្មៅនេះជាដំណាក់កាលដែលត្រូវដកស្មៅនិងជ្រុំជ្រោយដីលើកទី1ក្រោយពីដកស្ទូងហើយគេត្រូវជ្រុំជ្រោយដីឲ្យធូរតែមិនកប់ជ្រៅឡើយជ្រុំបំបែកដីមកលើក្រោយមកទៀតគេលែងជ្រុំដីប៉ុន្តែគេដកស្មៅចេញពីរងឬចំការធ្វើរបៀបនេះអាចឲ្យដំណាំខ្ទឹមស្លឹកយើងមានការលូតលាស់ច្រើនហើយមានទិន្នផលខ្ពស់និងការកាត់បន្ថយជំងឺនិងសត្វល្អិតចង្រៃតែបើមិនធ្វើដូច្នេះទេជាហេតុបណ្ដាលឲ្យខ្ទឹមស្លឹកយឺតយ៉ាវក្នុងការចុះមើមការប្រើប្រាស់ជីកាលបើយើងសង្កេតឃើញដំណាំខ្ទឹមពុំសូវលូតលាស់ទេនោះចាំបាច់ត្រូវប្រើជីបំប៉នបន្ថែមទៅលើដំណាំប្រភេទជីដែលត្រូវប្រើមានដូចជាជីអេរ៉េ1ស្លាបព្រាបាយឬ1ក្តាប់លាយជាមួយទឹក1ធុងស្រោចបន្លែការស្រោចត្រូវស្រោចឲ្យស្មើដៃគ្នាល្អទើបដំណាំដុះលូតលាស់ស្មើគ្នាដែរហើយរហូតមកទល់ពេលនេះគឺថាខ្ទឹមយើងខ្ញុំនេះគឺថាមានអាយុ22ថ្ងៃ21ថ្ងៃ20ថ្ងៃនិង19ថ្ងៃអញ្ចឹងចំពោះការធ្វើស្មៅនេះគឺថាក្រោយពីធ្វើស្មៅហើយមួយលើកតាមយើងខ្ញុំសន្និដ្ឋានគឺថាប្រហែលជាសម្អាតមួយលើកទៀតគឺថានៅអាយុប្រហែលជា28ថ្ងៃយើងខ្ញុំត្រូវធ្វើម្សាទៀតហើយចំពោះការថែអំពន់មួយទៀតគឺថាទន្ទឹមនឹងការស្រោចទឹកយើងខ្ញុំត្រូវពិនិត្យមើលទី1គឺថាទៅលើការលូតលាស់បើសិនជាលូតលាស់ល្អតាមយើងខ្ញុំពិនិត្យខ្ទឹមនេះយើងខ្ញុំអាយុ22ថ្ងៃនេះគឺថាអត់ទាន់មានបាជីអ្វីបន្ថែមទេគឺថាបន្ទាប់ដែលយើងខ្ញុំប្រើជី16 18 13 អេសគឺថាដំបូង 20A យើងខ្ញុំប្រើអស់អំបាវប៉ុន្តែមកទល់ពេលនេះគឺថាដើមដងអាយុ22នេះគឺថាអត់ទាន់មានប្រើជីទេអ
តែក្នុងលក្ខណៈដែលយើងខ្ញុំដាំកន្លងមកគឺថាអាយុ22ថ្ងៃបើល្អគឺថាបានចាប់ដើមប្រើជីដើម្បីបង្កើនការលូតលាស់របស់វានេះចំពោះប្រើជីគឺថានៅរដូវវស្សាប្រហែលអាចធ្វើបានតែម្ដងឬពីរដងនេះមិនបាន3ដងទេព្រោះអាយុខ្ទឹមប្រហែលជាមួយខែកន្លះគឺ45ថ្ងៃត្រូវតែប្រមូលផលហើយបើរដូវប្រាំងអាចពជាទៅដល់60ថ្ងៃអញ្ចឹងទន្ទឹមនឹងការថែទាំការដាក់ជីបំពន់ការស្រោចទឹកទៅលើបញ្ហាសត្វវិញតាមយើងខ្ញុំកត់សម្គាល់ឃើញថានៅរដូវវស្សាឆ្នាំនេះខ្ទឹមយើងខ្ញុំនេះឃើញតែមានតកៅវាកាត់គឺថាវារស់នៅក្នុងនោះក្នុងបដូរខ្ទឹមប៉ុន្តែវិធីសាស្ត្រល្អទេគឺថាខ្ញុំអត់មានបាញ់ថ្នាំទេព្រោះតកៅខ្ទឹមវាមានចំនួនតិចអញ្ចឹងយើងខ្ញុំគឺចាប់ច្បាច់បាទចាប់ច្បាច់ហើយកម្លាំងដើរច្បាច់គ្រប់កន្លែងទាំងអស់ដែលឃើញមានទៅគឺថាវាមានស័ក្តិសិទ្ធិជាងព្រោះថ្នាំបើប្រើទៅគឺថាគេសំខាន់ផុតនេះសម្រាប់ជ្រក់សម្រាប់ហូបផ្ទាល់ហ្នឹងបើសិនជាយើងប្រើថ្នាំមិនល្អទេយើងខ្ញុំចាប់អារម្មណ៍បញ្ហាថ្នាំមួយគឺថាខ្ទឹមមិនសូវជាប្រើទេការប្រមូលផលនេះជាដំណាក់កាលដែលខ្ទឹមស្លឹកមានអាយុកាល35ទៅ40ថ្ងៃក្រោយការស្ទូងស្ថិតក្នុងដំណាក់កាលនេះដែរគេផ្អាកការស្រោចទឹកយើងត្រូវប្រុងប្រយ័ត្នកុំឲ្យមានការបំផ្លាញពីពពួកសត្វល្អិតចង្រៃព្រោះការប្រមូលផលជិតមកដល់ហើយមុនពេលប្រមូលផលយើងពិនិត្យមើលដងដើមមើមបើដើមខ្ទឹមស្លឹកមានលក្ខណៈទុំស្ងួតសម្បកមើមមានរាងបែកតិចហើយស្លឹកមានរាងធំប៉ោងកណ្ដាលស្ដួចចុងដើមរបស់វាស្វិតទន់ត្រង់មើមមានន័យថាការប្រមូលផលមកដល់ហើយគេអាចប្រមូលផលខ្ទឹមស្លឹកបានមានអាយុកាល45ទៅ50ថ្ងៃក្រោយការស្ទូងការប្រមូលផលយើងត្រូវប្រុងប្រយ័ត្នមុនពេលប្រមូលផលត្រូវមានឧបករណ៍ដូចជាខ្សែបាវកញ្ឆេឡាការប្រមូលផលត្រូវដកដោយដៃហើយថ្នមជៀសវាងការបាក់ដងដើមដាច់ស្លឹកគេអាចប្រមូលផលវានៅពេលណាក៏បានដែរម្យ៉ាងវិញទៀតការប្រមូលផលក៏គេអាចធ្វើបានទៅតាមតម្រូវការទីផ្សារក្រោយពីយើងដករួចក៏វាជាកំណត់តូចនៅតាមរងសិនបន្ទាប់មកទើបយើងយកបាវឬកញ្ឆេមកដាក់ពេលដាក់វាគួរធ្វើឡើងដោយថ្នមជៀសវាងការញាត់ខ្លាំងពេកបណ្ដាលឲ្យបាក់ដងដើមជាពិសេសគ្មានខ្យល់ចេញចូលធ្វើឲ្យស្រពោនខ្ទឹមជាហេតុបណ្ដាលឲ្យផលិតផលយើងគ្មានតម្លៃលើទីផ្សារខ្ទឹមស្លឹកគេអាចកែច្នៃធ្វើជាមុខម្ហូបបន្លែស្រស់ជ្រក់ខ្ទឹមនិងអាចធ្វើជាគ្រឿងទេសផ្សេងទៀតផងការដែលបរិភោគខ្ទឹមមានសារធាតុចិញ្ចឹមដូចជាវីតាមីន C ប្រូតេអ៊ីនជាតិទឹកជាតិដែកនិងផូស្វ័រតាលើក៏មកលើក៏